ពិចារណាគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃគុណមេត្តាបិតាគុណបុព្វការីដែលជាសេចក្តីល្អតួគុណហ្នឹងតួមេត្តាករុណាមុទិតាឧបេក្ខាព្រហ្មវិហារណាណាតួសីលគុណសមាធិគុណបញ្ញាគុណហ្នឹងណាអ្វីដែលជាគុណហ្នឹងគឺសេចក្តីល្អហើយយើងឃើញសេចក្តីល្អហ្នឹងគួរគោរពគួរបូជាគួរអារាធនាយកមកចម្រើនឲ្យកើតនៅក្នុងចិត្តសន្តានរបស់យើងអាហ្នឹងគឺសម្មាទិដ្ឋិយល់ត្រូវទៅក្នុងគុណហើយបានដឹងទោសហ្នឹងឯងអ្វីជាបាបជាអកុសលហ្នឹងឯងគួរកិច្ចគួរជៀសគួរវៀងមិនកបីខ្សែគប់ហើយត្រូវកំចាត់បងចេញអំពីចិត្តសន្តានរបស់យើងទៀតហ្នឹងឯងវាមិនមែននៅឯណាឯណីវានៅក្នុងចិត្តសន្តានរបស់យើងហ្នឹងឯងអាសេចក្តីសៅហ្មងហ្នឹងណាហើយចុះបើសម្រាមនៅផ្ទះក៏ប្រកែបោសម្លេះហ្នឹងយើងរណនឹកព្រៀបចឹងណាហើយចានឆ្នាំងអីប្រឡាក់អីក៏ប្រកែលាងម្លេះសម្លៀកបំពាក់ក៏ប្រកែបោកអត់ហ្នឹងឯងស្អាតបាតហើយរូបកាយហ្នឹងប្រកែងូតដោះលាងសាប៊ូក្អូបសាប៊ូថ្លៃហ្នឹងឯងហើយនៅផាត់នៅលេបអីទៅទៀតអាហ្នឹងគ្រាន់តែលើកឃើញថារបស់ដែលជាមន្ទិលក្អែក្តីសៅមងអីហ្នឹងគឺយើងដឹងពីការបោសសម្អាតហ្នឹងឯងពិចារណាអញ្ចឹងមានប្រយោជន៍ដល់ការសម្អាតផ្លូវចិត្តព្រោះយើងមានសម្មាទិដ្ឋិមកយើងដឹងគុណយើងដឹងទោសដឹងគុណគួរចម្រើនដឹងទោសគួរលះបង់ហ្នឹងឯងដូចជាព្រះសម្មាជិនៈថេរៈក្នុងធម្មបតតកថាហ្នឹងលោកឧស្សាហ៍បោសស្លឹកឈើអីក្នុងវត្តណាហ្នឹងឯងបោសសម្រាមអីរឿយទៅហើយព្រះឧបជាព្រះរេវតៈហ្នឹងលោកមានមហាប្រតិអនុគ្រោះហ្នឹងឯងលោកក៏លើករឿងបោសសម្អាតហ្នឹងមកជាការប្រៀបធៀបផងទៅអញ្ចឹងលោកក៏រំលឹកថាអ្នកដែលមានអាយុបោសតែសម្រាមខាងក្រៅតែសម្រាមក្នុងចិត្តខ្លួនឯងអត់បោសហ្នឹងហើយបើលោកដឹងថានៅកិលេសនៅជាបឋិជនវាសម្រាមស្មោកគ្រោកច្រើនណាមិនក៏មិនយកចិត្តទុកដាក់បោសអានោះវាចាំបាច់មែនទេណានេះព្រោះយើងបោសសម្រាមខាងក្រៅហ្នឹងបោសហើយបានបុណ្យកុសលអីហើយបោសសម្រាមក្នុងវត្តក្នុងអីហ្នឹងប៉ុន្តែឱកាសពេលវេលានេះដែលមានដូចថាការប្រព្រឹត្តបរិបត្តិក្នុងពធដើម្បីកំចាត់បងនៅសម្រាមស្មោកគ្រោកក្នុងចិត្តនេះអាចឲ្យរួចផុតចាកទុកបានណាហ្នឹងគឺក៏បីមានសតិសម្បជញ្ញៈក្នុងការកំចាត់បងឲ្យដូចជាយើងចង់យើងចូលចិត្តយើងចេះណាឆ្លាតជំនាញក្នុងរឿងរៀបចំទីកន្លែងផ្ទះសម្បែងឬក៏វត្តអារាមបច្ចេកដីអីហ្នឹងឲ្យស្អាតឲ្យល្អហ្នឹងហ្នឹងឯងតែថារឿងខាងក្រៅហ្នឹងថាយើងបោសសម្អាតទៅយ៉ាងណាបានប៉ុនហើយប៉ុន្តែថាបើកិលេសនៅមានវានៅតែមានជាតិជាតិទៅទុកនាំមកនៅជារាមរណៈនាំមកនៅអកុសលវិបាក
แต่เมียนเจียดเต้เมียนคือก็ได้ตกโปรเมียนเจียดเจียปัจจัยนั่งไง